តោះមកធ្វើដំណើរមកយប់2ថ្ងៃនៅសៀមរាបជាមួយខ្ញុំនៅក្នុងឆ្នាំ2025ខ្ញុំបាន set plan មួយគឺការទៅមើលថ្ងៃរះនៅប្រាសាទអង្គរវត្តប៉ុន្តែ plan ហ្នឹងត្រូវបានបរាជ័យដោយសារតែខ្ញុំធ្វើអត់បានតែទោះបីជាយ៉ាងណាក៏ដោយក៏ខ្ញុំអត់បោះបង់ដែរគឺ plan ហ្នឹងខ្ញុំក៏បានលើកយកមកអនុវត្តនៅក្នុងឆ្នាំ2026ខ្ញុំបានជ្រើសរើសយកថ្ងៃខួបកំណើតរបស់ខ្ញុំតែម្ដងគិតថាដើម្បីធ្វើរឿងមួយដែលខ្លួនឯងអត់ធ្លាប់ធ្វើពីមុនមកនោះគឺជាការនាំខ្លួនឯងដើរលេងនៅកន្លែងឆ្ងាយតែម្នាក់ឯងឬអាចហៅបានថាជា solo trip នឹងតែម្ដងស្ដាប់មើលទៅដូចជាធម្មតាសម្រាប់អ្នកដែលគាត់ធ្លាប់ដើរឬក៏គាត់ចូលចិត្តដើរតែម្នាក់ឯងតែសម្រាប់ខ្ញុំវាជារឿងថ្មីមួយដែលខ្ញុំអត់ដែលហ៊ានធ្វើសោះពីមុនមកក៏ប៉ុន្តែខ្ញុំមានគោលដៅ3នៅក្នុងការដើរលេងតែម្នាក់ឯងនេះទី1គឺជាការយកពេលនៅជាមួយនឹងខ្លួនឯងអាចថាបណ្ដោយទៅតាមបេះដូងយើងចង់ដើរទៅណាយើងដើរទៅនឹងភ្លាមនឹងស្គាល់ពីចិត្តខ្លួនឯងរៀនយល់ពីខ្លួនឯងច្រើនជាងមុននៅជាពេលវេលាដែលខ្ញុំអាចនិយាយជាមួយនឹងខ្លួនឯងបានច្រើនក៏ប៉ុន្តែនៅទីណាក៏យើងនៅជាមួយនឹងខ្លួនឯងដែរប៉ុន្តែពេលវេលាដែលយើងមានសម្រាប់ខ្លួនឯងតែម្ដងគឺយើងមានអត់ច្រើនទេអញ្ចឹងហើយទើបខ្ញុំគិតថាពេលដែលខ្ញុំទៅកន្លែងឆ្ងាយតែម្នាក់ឯងបែបនេះគឺមានតែខ្ញុំជាមួយនឹងខ្លួនឯងតតែម្ដងអញ្ចឹងហើយខ្ញុំអាចពិភាក្សាជាមួយនឹងខ្លួនឯងការនិយាយជាមួយនឹងបេះដូងហើយអាចរៀបចំផែនការជីវិតរបស់ខ្លួនឯងឡើងវិញទី2គឺជាការគេចពីបញ្ហាស្មុគស្មាញមួយរយៈដោយសារតែមួយរយៈមុនហ្នឹងខ្ញុំមានអារម្មណ៍ថាផ្លូវចិត្តរបស់ខ្ញុំចុះខ្សោយខ្លាំងជាងមុនខ្ញុំចេះតែមានអារម្មណ៍ថាធន់ថប់អត់សូវចង់និយាយច្រើនមានអារម្មណ៍ថាឆាប់ខឹងមួម៉ៅពេលខ្លះអត់ដឹងថាមកពីហេតុអីក៏ខ្លួនឯងដូចអត់សប្បាយចិត្តដែរក៏យកពេលប្រហែលថ្ងៃនេះដើម្បីទៅកន្លែងថ្មីទៅដើរលេងទៅមើលធម្មជាតិទៅ staycation ប្រើជីវិតបែប slow life ក្នុងមួយថ្ងៃអីចឹងទៅប៉ុន្តែពិតជាបានផលមែននៅពេលដែលខួរក្បាលរបស់យើងស្រឡះយើងអាចគិតអ្វីបានថ្មីមានគំនិត creative ច្រើនជាងមុនផ្លូវចិត្តរបស់យើងក៏ប្រសើរឡើងទៅតាមនឹងដែរទី3គឺជាការអរគុណដល់ខ្លួនឯងអរគុណដល់ខ្លួនឯងដែលខិតខំប្រឹងប្រែងបំពេញការងារទាំងពេញម៉ោងនិងក្រៅម៉ោងដើម្បីបានចំណូលបន្ថែមអាចថាជាកាដូដល់ខ្លួនឯងធំជាងរាល់ឆ្នាំដើម្បីបង្កើនកម្លាំងចិត្តដល់ឆ្នាំក្រោយៗទៀតតែក៏មិនមែនមានន័យថាយើងនៅផ្ទះឬក៏នៅភ្នំពេញយើងអត់អាចនៅជាមួយនឹងខ្លួនឯងបានទេតែសំខាន់នៅពេលដែលយើងមកកន្លែងបែបនេះគឺយើងអាចទម្លាក់នៅការងារទុកមួយដុំឬមួយឡាយសិនឬក៏សម្ពាធផ្សេងយើងអាចបោះចោលបានយើងក៏បោះចោលហើយមកប្រាសំខាន់លើតែជាមួយនឹងខ្លួនឯងណាមួយការសាកល្បងធ្វើអ្វីថ្មីដែលខ្លួនឯងអត់ធ្លាប់ធ្វើមួយនេះក៏ជាការស្វែងរកខ្លួនឯងមួយដែរជួនកាលយើងអាចនឹងរកឃើញនៅអ្វីដែលយើងអត់ធ្លាប់ដឹងថាយើងមានទេពកោសល្យឬក៏ចូលចិត្តពីមុនមកទេតើតែយើងសាកទើបយើងអាចដឹងជាចុងក្រោយខ្ញុំក៏ចង់រំលឹកទៅដល់ខ្លួនឯងក៏ដូចជាអ្នកទាំងអស់គ្នាដែលបានមើលវីដេអូនេះដល់ចំណុចនេះកុំភ្លេច check up សុខភាពផ្លូវចិត្តរបស់យើងឡើងវិញកុំភ្លេចផ្ដល់ពេលវេលាឲ្យខ្លួនឯងកុំភ្លេចដល់ជាកាដូដល់ខ្លួនឯងឲ្យបានច្រើនកុំដាក់សម្ពាធលើខ្លួនឯងខ្លាំងពេកការងារខ្លះត្រូវការពេលវេលារឿងខ្លះយើងអាចគ្រប់គ្រងបានទាំងអស់ទេចឹងហើយយើងហ៊ានដល់លែងខ្លះឬហ៊ានទទួលយកការពិតខ្លះនោះទៅយើងអត់ខកចិត្តច្រើនហើយក៏អត់ឈឺចាប់